នាថ្ងៃនេះយើងបានទទួលដំណឹងអកុសលនិងជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសាររបស់កីឡាករអិនស៊ីដូកាំបាគឺបានទទួលមរណភាពហើយបងប្អូនដោយសារតែតាមការបញ្ជាក់របស់អ្នកប្រម៉ូទ័រកម្ពុជាគឺបង្កយ៉ាបានបញ្ជាក់ថាកីឡាករអិនស៊ីដូកាំបាដែលជាកីឡាកររបស់អាហ្វ្រិកខាងត្បូងបានទទួលមរណភាពដោយសារតែមានការឆ្លោះនៅពាក្យសម្ដីរហូតទៅដល់ការចាក់សម្លាប់តែម្ដងបាទនេះគឺជាការបញ្ជាក់របស់អ្នកប្រម៉ូទ័របឹងកាយ៉ាយើងសូមបញ្ជាក់ដែរថាកីឡាករអិនស៊ីដូកាំបាគឺជាកីឡាករដែលតែងតែមកប្រកួតនៅកម្ពុជាជាញឹកញាប់ជាមួយនឹងកីឡាករលូនបញ្ញាផងក៏ធ្លាប់ជួបជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទគឺរហូតទៅដល់3លើកឯណោះហើយក៏មានការជួបជាមួយនឹងគុនខ្មែរយើងផ្សេងៗផងដែរអិនស៊ីដូកាំបាបន្ទាប់ពីប្រកួតនៅលើទឹកដីកម្ពុជាយើងហើយនោះគេក៏បានឆ្លៀតផ្សព្វផ្សាយពីគុនខ្មែររបស់យើងនៅឯទឹកដីរបស់គាត់នៅឯអាហ្វ្រិកខាងត្បូងឯណោះបាទនេះគឺជាដំណឹងមួយដ៏ក្រៀមក្រំមែនទែនបាទគឺពិតជាគួរឲ្យសោកស្ដាយបាទចំពោះធនធានបាទដ៏ល្អរបស់អាហ្វ្រិកខាងត្បូងក៏ដូចជាកីឡាករម្នាក់ដែលតែងតែជួយផ្សព្វផ្សាយដល់គុនខ្មែរកម្ពុជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អិនស៊ីដូកាំបាផងដែរពិតជាសោកស្ដាយមែនទែនបាទ